បាទសួស្តីបងប្អូនសិស្សសំណងស៊ីវិលនិងបងវិស្វករសំណងស៊ីវិលទាំងអស់គ្នាក្នុងវីដេអូនេះគ្រូសូមលើកយកនៅចំណេះដឹងថ្មីមួយទៀតតាក់ទងជាមួយនឹងការប្រមូលបរិមាណសម្រាប់ការងារថ្នាំរបស់យើងជាទូទៅតាក់ទងជាមួយនឹងការងារថ្នាំនៅក្នុងអគារយើងគឺយើងបែងចែកជាពីរណាយើងមានថ្នាំខាងក្រៅនិងថ្នាំខាងក្នុងណាហើយបានយើងបែងចែកវាផ្សេងគ្នាដោយសារតែតម្លៃការងារទាំងពីរហ្នឹងក៏វាខុសគ្នាដែរណាតាក់ទងជាមួយនឹងការងារលាបថ្នាំខាងក្រៅនេះគឺមានតម្លៃថ្លៃជាងណាហើយបានថ្លៃជាងដោយសារតែទី1តាក់ទងជាមួយតម្លៃពលកម្មក៏ស៊ីថ្លៃជាងដែរណាទី2នោះតាក់ទងជាមួយនឹងសម្ភារៈណាតាក់ទងសម្ភារៈនៃការងារថ្នាំគឺយើងក៏ប្រើប្រាស់ប្រភេទទឹកថ្នាំដែលមានគុណភាពល្អជាងប្រភេទថ្នាំខាងក្នុងដែរដោយសារតែខាងក្រៅគឺវារងនៅកម្ដៅរងនៅសំណើមចឹងទៅអញ្ចឹងក៏យើងត្រូវការប្រភេទទឹកថ្នាំណាដែលវាធន់ជាមួយនឹងសំណើមធន់ជាមួយនឹងបរិយាកាសខាងក្រៅណាហើយចំណុចសំខាន់ទៀតតាក់ទងជាមួយរន្ទាយើងឃើញរូបជាក់ស្ដែងនេះតាក់ទងជាមួយនឹងការងារថ្នាំខាងក្រៅគឺយើងត្រូវការរន្ទាដើម្បីយើងឡើងតាមជាន់មួយតែតាក់ទងជាមួយនឹងការងារថ្នាំខាងក្នុងគឺយើងអត់មានតែការរន្ទាជាន់ទេណាអញ្ចឹងតាក់ទងជាមួយនឹងតម្លៃសម្ភារៈក៏យើងអត់បានគិតរន្ទាចូលដែរណាអញ្ចឹងដើម្បីឲ្យការយល់ដឹងយើងកាន់តែស៊ីជម្រៅតាក់ទងជាមួយនឹងការប្រមូលបរិមាណការងារថ្នាំខាងក្នុងនិងថ្នាំខាងក្រៅលោកគ្រូលើកយកនៅគម្រោងមួយជាក់ស្ដែងដើម្បីមកធ្វើការបង្ហាញជូននៅក្នុង AutoCAD file របស់យើងនេះអញ្ចឹងតាក់ទងជាមួយនឹងការប្រមូលបរិមាណការងារថ្នាំដំបូងយើងបង្កើត layer សិនណាអញ្ចឹងយើងវាយ layer មកអញ្ចឹងនៅក្នុងនេះលោកគ្រូបានបង្កើត layer រួចហើយអញ្ចឹងតាក់ទងជាមួយនឹងការងារថ្នាំខាងក្រៅលោកគ្រូដាក់ថា expanding ណាលោកគ្រូប្រើលេខ1នៅខាងមុខគឺដើម្បីងាយស្រួលក្នុងការហៅមកវិញព្រោះនៅពេលដែលយើងធ្វើការបើក layer យើងអញ្ចឹងតាក់ទងជាមួយនឹងលេខគឺនឹងលូតនៅខាងលើណាអញ្ចឹងតាក់ទងថ្នាំខាងក្រៅលោកគ្រូដាក់ expanding ហើយលោកគ្រូយកពណ៌វាជាបៃតងចុះណាហើយយើងយក line វាយើងគឺ 0.3 ណាហើយនៅថ្នាំខាងក្នុងលោកគ្រូបង្កើត layer ដាក់ថា inpainting ណាហើយលោកគ្រូយកពណ៌លឿងហើយ line វាគឺ 0.3 ដូចគ្នាណាអញ្ចឹងនៅពេលដែលគ្រូធ្វើការបដូរ layer ហើយយើងចាប់ដើមធ្វើការវាស់ប្រវែងណាអញ្ចឹងតាក់ទងជាមួយនឹងការងារថ្នាំខាងក្រៅបានន័យថាយើងលាបខាងក្រៅអគារណាអញ្ចឹងលោកគ្រូចាប់ដើមប្រើ comment យើងមកណាអញ្ចឹងលោកគ្រូប្រើ PL linter ទៅណាហើយយើងចាប់ដើមធ្វើការប្រមូលវាតាមជញ្ជាំងនីមួយៗតាមផ្ទៃនៃជញ្ជាំងយើងខាងក្រៅហ្នឹងណាតែចាត់ស្ដែងក្នុងនេះលោកគ្រូបានធ្វើការប្រមូលរួចហើយអញ្ចឹងយើងធ្វើការប្រមូលពេញផ្ទៃនៃជញ្ជាំងខាងក្រៅយើងមកណាដល់ពេលដែលយើងធ្វើការប្រមូលរួចហើយយើងចាប់ដើមធ្វើការបដូរ layer ណាទៅកាន់ប្រភេទការងារថ្នាំខាងក្នុងម្ដងណាដែលលោកគ្រូតាំងវាដោយ inpainting ណាដែលលោកគ្រូយកពណ៌លឿងនេះអញ្ចឹងយើងប្រើ comment PL linter ដូចគ្នាណាដែលយើងធ្វើការវាស់ប្រវែងនៃជញ្ជាំងមួយទៅណាតែក្នុងនេះលោកគ្រូបានធ្វើការវាស់រួចហើយអញ្ចឹងនៅក្នុងការវាស់ប្រវែងសាច់ថ្នាំខាងក្នុងនេះគឺយើងវាស់អត់យកផ្ទៃជាងបន្ទប់ទឹកទេណាតាក់ទងជាងបន្ទប់ទឹកដូចជាយើងបានដឹងថាជាងបន្ទប់ទឹកគឺយើងរៀបជាការ៉ូណាអញ្ចឹងតាក់ទងជាមួយការងារថ្នាំគឺយើងអត់ត្រូវការទេអញ្ចឹងគឺនៅក្នុងនេះលោកគ្រូផ្ដាច់វាទៅផ្នែកខាងក្រៅនៃការងារថ្នាំខាងក្នុងរបស់យើងហើយយើងវិលពាត់ជុំវិញមកណាអានេះគឺតាក់ទងជាមួយនឹងចដាវរបស់យើងក៏យើងលាបថ្នាំដែរហើយទៀតស្ដែងទៀតតាក់ទងជាមួយនឹងបាតចដាក៏យើងមានការលាបថ្នាំដែរណាប៉ុន្តែនៅក្នុងវីដេអូនេះលោកគ្រូសូមអត់បានធ្វើការបញ្ចូលតាក់ទងជាមួយនឹងការប្រមូលបរិមាណនៃការងារបូកបាតចដាខាងក្នុងទេដោយលោកគ្រូលើកយកតែការប្រមូលបរិមាណការងារខាងក្នុងគឺទៅតាមជញ្ជាំងយ៉ាងទេណាដូចគ្នាដែរមកដល់នៅផ្នែកខាងក្រោមនេះគឺយើងមានបន្ទប់ទឹកមួយទៀតណាអញ្ចឹងតាក់ទងជាមួយការងារថ្នាំគឺលោកគ្រូអត់បានបញ្ចូលនៅក្នុង inject អត់ខាងក្នុងដែរទេយើងទុកធ្វើការងាររៀបការ៉ូណាហើយយើងធ្វើការប្រមូលហោហែមកណាទាំងអស់ពេញផ្ទៃនៃអគារយើងខាងក្នុងណាបន្ទាប់ពីយើងបានធ្វើការគូសឡាញទៅតាមជញ្ជាំងឥដ្ឋនៃការងារថ្នាំខាងក្នុងនិងខាងក្រៅរួចហើយយើងចាប់ផ្ដើមធ្វើការងារប្រមូលបរិមាណនៃជញ្ជាំងទាំងអស់ហ្នឹងថាប្រវែងប្រមាណណាយើងប្រើ comment មួយគឺ comment layer ISO ដើម្បីយើងធ្វើការបើកនៅ line មួយដែលយើងចង់បានណាអញ្ចឹងក្នុងនេះលោកគ្រូបើក line នៅការងារថ្នាំខាងក្រៅណាអញ្ចឹងយើងធ្វើការប្រមូលវាមកណាអញ្ចឹងលោកគ្រូប្រើ comment មួយទៀតគឺ PL linter ណាប៉ុន្តែនៅក្នុងនេះលោកគ្រូអត់បាន upload អញ្ចឹងលោកគ្រូចាប់ដើម upload comment ព្រោះ comment ហ្នឹងជា comment មួយយើងធ្វើការ upload ខាងក្រៅទេគឺយើងចូល upload មកនេះគឺជា comment យើងគឺ upload ទៅបន្ទាប់មកយើងឃើញថាវា success ហើយណាអញ្ចឹងយើងចាប់ដើម close វាមកអញ្ចឹងលោកគ្រូអាចធ្វើការប្រមូលនៅបរិមាណនេះបានណាអញ្ចឹងលោកគ្រូប្រើ comment PL linter គឺវា load ហើយអញ្ចឹងប្រវែងសម្រាប់របស់យើងគឺយើងរាប់3ខ្ទង់ខាងក្រោយចេញមកណាព្រោះនេះខែវាគិតជាមីលីម៉ែត្រអញ្ចឹងគឺ 45.39 ម៉ែត្រណាដែលលោកគ្រូគាត់ថាយក4ចុះអញ្ចឹងនេះគឺជាប្រវែងរបស់យើងណាអញ្ចឹងនេះគឺជាប្រវែងតាមបដោយនៃសាច់ជញ្ជាំងឥដ្ឋរបស់យើងតែយើងសល់កម្ពស់អញ្ចឹងណាអញ្ចឹងយើងចាប់ដើមវាស់កម្ពស់មកអញ្ចឹងតាក់ទងជាមួយនឹងកម្ពស់នៃជញ្ជាំងថ្នាំខាងក្រៅណាគឺយើងវាស់ពីជាន់មួយទៅជាន់មួយអញ្ចឹងលោកគ្រូប្រើ comment layout មកបើក layer ឡើងវិញនេះលោកគ្រូបានវាស់រួចហើយពីជាន់ទៅជាន់មួយនេះគឺ3ម៉ែត្រណាអញ្ចឹងលោកគ្រូគុណជាមួយនឹងកម្ពស់3ម៉ែត្រមកអញ្ចឹងនេះគឺជាបរិមាណការងារថ្នាំដែលយើងប្រមូលបានប៉ុន្តែយើងអត់ទាន់បានធ្វើការដកជាមួយនឹងសាច់ប្រអួចទេដោយសារតែសាច់ប្រអួចយើងអត់បានធ្វើការលាបថ្នាំយ៉ាងប្រអួចទ្វារហ្នឹងគឺយើងដកចេញអញ្ចឹងយើងចាប់ឡើងមើលប្លង់យើងបន្ថែមដើម្បីនឹងថាតើប្លង់យើងមានប្រអួចមានទ្វារប្រមាណខ្លះណាអញ្ចឹងនៅក្នុងប្លង់បាតយើងនេះគឺយើងខាងក្រៅគឺមានប្រអួចមួយណាហើយនឹងជាងខាងស្ដាំនេះមានប្រអួចមួយដែរ
ហើយនៅខាងមុខគឺយើងមានទ្វារមួយនេះហើយនឹងកញ្ចក់ fix មួយដែរណាអញ្ចឹងទំហំរបស់វាយើងចាប់ដើមមកមើលប្លង់យើងបាត់ថែមទៀតណាយើងប្លង់ខាងមុខរបស់យើងណាអញ្ចឹងតាក់ទងទ្វារខាងមុខនេះគឺ1ម៉ែត្រកន្លះណាហើយនឹងកម្ពស់វា2តាក់2ណាហើយយើងមានកញ្ចក់ fix ខាងមុខមួយទៀតណាតាក់ទងវាគឺ7តាក់ណាហើយកម្ពស់វា1ម៉ែត្រ9ណាអញ្ចឹងធ្វើការប្រម៉ូកផ្ទៃកាឡាវាឲ្យដកផ្ទៃកាឡាសាច់វានឹងចេញណាហើយនៅចំហៀងខាងក្រោយណាគឺយើងមានប្អូចមួយដែរណា1ម៉ែត្រ2 1ម៉ែត្រ5ណាហើយខាងស្ដាំយើង1ម៉ែត្រ2 1ម៉ែត្រ5ដែរអញ្ចឹងយើងអាចធ្វើការគុណប្អូច2យើងបញ្ចូលគ្នាបានណាអញ្ចឹងគ្រូចាប់ដើមបញ្ចូលទៅនឹងដីមកនេះអញ្ចឹងលោកគ្រូបានវាយរួចចូលរួចហើយអញ្ចឹងធ្វើការដកនៅការ៉េផ្ទៃនៃប្អូចនឹងទ្វារចេញមកអញ្ចឹងលោកគ្រូធ្វើការស៊ីសងទៅគឺទទួលបានតម្លៃការងារថ្នាំខាងក្រៅរបស់យើងគឺ127.9 ម៉ែត្រការ៉េឬយើងកត់ថា128 ម៉ែត្រការ៉េក៏បានដែរណាតមកទៀតយើងចាប់ដើមធ្វើការប្រមូលនៅបរិមាណការងារថ្នាំខាងក្នុងម្ដងណាយើងឃើញជាក់ស្ដែងនេះលោកគ្រូប្រើ comment lay ISO នេះគ្នាណាហើយយើងធ្វើការប្រមូលបរិមាណនេះទៅណា TL enter មកអញ្ចឹងលោកគ្រូសរុបឃើញ 53.2 ណា 0.2 ម៉ែត្រណាតើយើងគុណនឹងកម្ពស់ណាអញ្ចឹងកម្ពស់ការងារថ្នាំខាងក្នុងប្រមាណណាការងារថ្នាំខាងក្នុងយើងអត់គិតពីជាន់ទៅជាន់មួយគឺយើងធ្វើការថាដកណាដកអីក៏ដែរគឺយើងដកផ្ទៃនៃបេដានចេញព្រោះនេះយើងគិតចាប់ពីសាច់ឲ្យប្លង់សេខាងលើទៅហើយទៅទល់ជាមួយនឹងផ្ទៃនៃបេដានមួយជាន់ផ្នែកខាងលើទៀតណាអញ្ចឹងយើងវាស់ទៅឃើញថា2.6 ម៉ែត្រអញ្ចឹងគ្រូធ្វើការគុណលេខទៅណាអញ្ចឹងគ្រូទទួលបានបរិមាណការងារថ្នាំយើងប៉ុណ្ណឹងណាប៉ុន្តែលោកគ្រូចាប់ដើមធ្វើការដកដូចគ្នាណាយើងដកប្អូចណាសងខាងហើយខាងមុខចេញមកទាំងទ្វារហ្នឹងអញ្ចឹងគ្រូទទួលបានតម្លៃចុងក្រោយគឺ130.1 ម៉ែត្រការ៉េណាអញ្ចឹងដើម្បីធ្វើការសិក្សាលម្អិតតាក់ទងជាមួយនឹងការប្រមូលបរិមាណការងារថ្នាំនៃអគារមួយទាំងមូលណាយើងធ្វើការបែបណាប្រមូលបែបណារហ័សណាងាយស្រួលហើយចំណេញពេលវេលានិងចម្លើយទទួលបាននៅបរិមាណការងារថ្នាំកាន់តែសក្តិនោះកុំភ្លេចធ្វើការចុះឈ្មោះចូលរៀនពីជួននឹងចែកផ្នែកនេះដែលយើងចាប់ផ្ដើមជ្រើសរើសចុះឈ្មោះចូលរៀនចំនួនទី2ហើយតែយើងសិក្សាជារៀងរាល់ថ្ងៃអាទិត្យពេលរសៀលណាពីម៉ោង1ទៅម៉ោង4ដែលអាចធ្វើការទំនាក់ទំនងចុះឈ្មោះបានតាមរយៈសាលាបណ្ដុះបណ្ដាលជំនាញគូប្លង់ស្មងស៊ីវិលរបស់យើងតាមរយៈលេខទូរស័ព្ទ067 55 1985អរគុណច្រើន